នេះគឺជាវីដេអូពីការប្រើប្រាស់កាមេរ៉ាសតភាពតាហ័រ Apollo 4G ដំបូងយើងត្រូវ download ជាមួយនឹងកម្មវិធី DMSS នៅក្នុង App Store ឬមួយក៏ Play Store រួចចុច Sign Up ដើម្បីបង្កើត account ជាមួយនឹង DMSS កន្លែងនេះយើងចង់បង្កើតជាមួយនឹងលេខទូរស័ព្ទក៏បាន Email ក៏បានរួចបង្កើតជាមួយនឹង Password ត្រូវមានចាប់ពី8ខ្ទង់ឡើងទៅហើយត្រូវលាយឡំជាមួយនឹងអក្សរធំនិងសញ្ញាពិសេសបន្ទាប់មកចុចពាក្យ Verification Code ហើយត្រូវធ្វើការ Verify មួយសិនបន្ទាប់មកវានឹងផ្ញើលេខកូដសម្ងាត់ចូលទៅកាន់លេខ Telegram របស់យើងហើយឬមួយក៏វា send ទៅ email ជំហានបន្ទាប់យើង copy លេខកូដនឹងមករួចផាសចូលទៅក្នុង app DMSS តែប៉ុណ្ណឹងគឺយើងបង្កើត account បានជោគជ័យហើយជំហានដំបូងយើងដោះស្ទះរបស់កាមេរ៉ាសិនមកដើម្បីដាក់ memory ជាមួយនឹង SIM ចូលបន្លោះខាងលើសម្រាប់ដាក់ SIM បន្លោះខាងក្រោមសម្រាប់ដាក់ memory រួចយើងសោក memory ចូលទៅយើងត្រូវសោកកាប់ memory ចុះក្រោមរួចចង្កត់ចូលចំពោះ SIM កាร์ดយើងសោកផ្ញើឡើងលើចឹងមករួចចង្កត់ចូលចំពោះខ្សែមួយនេះបើសិនជាយើងចង់ប្រើជាមួយនឹងខ្សែ LAN អ៊ីនធឺណិតយើងអាចដោតចូលរុននេះបានរួចយើងដោតជាមួយនឹងខ្សែ solar របស់យើងមកបន្ទាប់មកចូលទៅក្នុង app ចុចសញ្ញាបូកនិងចុចពាក្យ scan រួចយកទៅ scan ជាមួយនឹង QR code របស់កាមេរ៉ារួចធ្វើការរងចាំវាបន្តិចសិននៅពេលដែលវាដំណើរការរួចរាល់ចុច next ចុច get start តែប៉ុណ្្នឹងគឺយើង add កាមេរ៉ារួចរាល់ហើយចំពោះប៊ូតុងរូបកាមេរ៉ាមួយនេះគឺវាថតរូបសញ្ញាចេញពីកាមេរ៉ាផ្ទាល់ហើយកាមេរ៉ាមួយនេះវិញគឺវាថតវីដេអូចេញពីកាមេរ៉ាផ្ទាល់ឯរូប macro មួយនេះវិញគឺសម្រាប់យើងនិយាយឆ្លើយឆ្លងចេញពីទូរស័ព្ទទៅកាន់កាមេរ៉ាសុវត្ថិភាពចំពោះកន្លែងមួយនេះវិញគឺជាកន្លែងសម្រាប់យើងជ្រើសរើស resolution របស់កាមេរ៉ា record ចំពោះប៊ូតុងមួយនេះវិញគឺសម្រាប់យើងបើកភ្លើង spotlight ហើយកន្លែង joystick មួយនេះវិញគឺកន្លែងសម្រាប់យើងបង្វិលកាមេរ៉ា360ដឺក្រេកន្លែងមុខងារ playback មួយនេះវិញគឺសម្រាប់យើងមើលវីដេអូចាស់ៗដែលកាមេរ៉ាបាន record ទុកហើយយើងអាចជ្រើសរើសថ្ងៃខែនិងម៉ោងដែលយើងចង់បង្វិលទៅមើលបានចំពោះកន្លែង event មួយនេះវិញគឺជាវីដេអូសំខាន់ៗនៅពេលដែលកាមេរ៉ាចាប់បានសកម្មភាពអ្វីមួយគឺវាធ្វើការ record ទុកនៅកន្លែងមួយហ្នឹងបើយើងចុចខ្សែខាងលើមួយនេះគឺយើងចូលទៅកាន់ setting មុខងារដំបូងគេគឺជាមុខងារ battery management ហើយកន្លែង working mode មួយនេះមុខងារដំបូងគេគឺជាមុខងារ performance mode មុខងារមួយហ្នឹងកាមេរ៉ាធ្វើការ record ជាប់រហូតប៉ុន្តែមុខងារមួយហ្នឹងគឺកាមេរ៉ាស៊ីថ្មច្រើនមុខងារទី2គឺជាមុខងារ AOV មុខងារមួយហ្នឹងគឺជាមុខងារសំចៃភ្លើងដែលវាថតរូបជាសញ្ញាក្នុងរយៈពេលណាមួយដែលយើងបានកំណត់ដើម្បីផ្គុំគ្នាជាវីដេអូ time lapse ប៉ុន្តែនៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាគឺវាថតជា full frame វិញហើយនៅក្នុងមុខងារ AOV ហ្នឹងយើងអាចសេរីជា frame rate របស់វាបានដែលយើងអាចឲ្យវាថតចាប់ពី1 second ទៅដល់10 second ក្នុងមួយ frame បានបើយើងរើសវិនាទីកាន់តែច្រើនកាមេរ៉ានឹងសេវថ្មបានកាន់តែយូរប៉ុន្តែសកម្មភាពខ្លះៗគឺវាមិនអាចថតជាប់បាននោះទេចំពោះកន្លែង work period មួយនេះវិញមានន័យថានៅពេលដែលកាមេរ៉ាបិទមុខងារ AOV ដើម្បីថតជា full frame នៅពេលដែលមានសកម្មភាពមួយឆ្លងកាត់យើងអាចសេរីឲ្យកាមេរ៉ាថតជា full frame បានប្រមាណវិនាទីមុនវាចូលទៅជា AOV mode វិញហើយចំពោះ alarm interval មួយនេះវិញគឺជា cool down alarm របស់មុខងារ AOV ដើម្បីការពារកុំឲ្យកាមេរ៉ា trigger ទៅលើសកម្មភាពជាប់រហូតអញ្ចឹងយើងអាចសេរីជាមួយវិនាទីត្រូវរងចាំដើម្បីឲ្យកាមេរ៉ា activate មុខងារ AOV នៅពេលដែលមានសកម្មភាពឆ្លងកាត់ម្ដងទៀតបានចំពោះមុខងារ Ultra Power Saving Mode វិញកាមេរ៉ាមិនដំណើរការអ្វីទាំងអស់ដោយខ្លួនឯងគឺវាស្ថិតនៅក្នុង Sleep Mode ដែលវាដំណើរការនៅពេលណាដែលយើងចង់ចូលមើលវាតែប៉ុណ្ណោះកន្លែងនេះយើងអាចស្រីកំណត់ចំនួនថ្មភាគរយរបស់កាមេរ៉ាថានៅពេលណាដើម្បីឲ្យកាមេរ៉ា set ចូលទៅជា Low Power Mode ដោយខ្លួនឯងបើយើង set ប៉ុណ្ណាមានន័យថានៅពេលថ្មធ្លាក់ដល់ប៉ុណ្ណឹងកាមេរ៉ាស្ថិតចូលក្នុង Low Power Mode ដោយខ្លួនឯងមកបើយើងបើកកន្លែង Battery Info មួយនេះវិញគឺវាបង្ហាញចំនួនថ្មភាគរយនៅខាងក្រៅមកកន្លែង Power Statistic មួយនេះយើងអាចតាមដានទំហំស៊ីថ្មរបស់កាមេរ៉ារបស់យើងបានដែលវាបង្ហាញពីថ្មប្រចាំថ្ងៃនិងអាទិត្យមុខងារបន្ទាប់គឺជាកន្លែង AI Detection មុខងារដំបូងគេគឺជាមុខងារ Motion Detection មុខងារមួយហ្នឹងបើសិនជាយើងបើកទៅហើយមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងឲ្យបានដឹងមុខងារបន្ទាប់គឺជាមុខងារ Human Detection មុខងារមួយហ្នឹងបើយើងបើកទៅហើយមានមនុស្សឆ្លងកាត់កាមេរ៉ា
គឺវាផ្ញើសារមកកាន់យើងឲ្យបានដឹងហើយមុខងារចុងក្រោយគឺជាមុខងារ vehicle detection មុខងារមួយហ្នឹងនៅពេលដែលយើងបើកទៅហើយមានយានយន្តឆ្លងកាត់កាមេរ៉ាសុវត្ថិភាពគឺវានឹងផ្ញើសារឲ្យយើងដឹងចំពោះកន្លែង detection area មួយនេះវិញយើងអាចធ្វើការដាក់គំនូរ zone នៅតំបន់ជាក់លាក់មួយណាបានហើយដល់ពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់ zone មួយហ្នឹងគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងហើយមុខងារ detection sensitivity វិញបើយើង set level ទាបគឺមុខងារ detection មិនសូវចាប់នោះទេបើយើងដាក់ level ខ្ពស់ទោះបីជាមានសកម្មភាពតិចតួចមុខងារ detection នៅតែដំណើរការចំពោះកន្លែង period មួយនេះវិញយើងអាចធ្វើការដាក់ schedule បានបើសិនជាយើងចង់ឲ្យមុខងារ detection ដំណើរការនៅម៉ោងណាមួយឬថ្ងៃណាមួយយើងអាច set នៅកន្លែងនេះដោយយើងអាចជ្រើសរើសថ្ងៃខែនិងម៉ោងដែលវាមានម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់នៅពេលដែលយើង set ហើយយើងចុច save មកគឺមុខងារ detection នឹងដំណើរការតាមការវិភាគហ្នឹងឯងមុខងារបន្ទាប់គឺជាមុខងារ AI linkage មុខងារដំបូងគឺជាមុខងារ siren មុខងារមួយហ្នឹងនៅពេលដែលកាមេរ៉ា detect បានអ្វីមួយគឺវានឹងបញ្ចេញសំឡេង siren ភ្លាមៗហ្មងហើយយើងធ្វើការសេរីកម្រិតសំឡេង siren បានផងដែរហើយយើងក៏អាចជ្រើសរើសប្រភេទ siren បានផងដែរចង់ប្រើប្រាស់ជាភាសាក៏បានឬមួយក៏សំឡេង siren ក៏បានយើងក៏អាច customize សំឡេង siren របស់យើងបានផងដែរយើងចូលកន្លែងសញ្ញាបូកនេះមករួចចុច record សំឡេង siren របស់យើងនៅពេលដែល record រួចរាល់ហើយចុច save មកដាក់ឈ្មោះសំឡេង record របស់យើងរួចចុច OK រួចជ្រើសរើសសំឡេងដែលយើងទៅ record មិញហ្នឹងគឺរួចរាល់ហើយហើយមុខងារមួយទៀតគឺជាមុខងារបាញ់ភ្លើង spotlight មុខងារមួយហ្នឹងនៅពេលដែលយើងបើកទៅហើយកាមេរ៉ាចាប់បានសកម្មភាពអ្វីមួយគឺវានឹងធ្វើការបាញ់ភ្លើង spotlight មកភ្លាមៗហ្មងហើយយើងក៏អាចសេរីជា mode របស់ភ្លើងក៏បានដែរមានមុខងារបាញ់ជា flash ឬមួយក៏បើកភ្លើង spotlight ជាប់ហើយក៏អាចសេរីជាមួយកម្រិតពន្លឺបានដូចគ្នាហើយយើងក៏អាចសេរីជាមួយវិនាទីរបស់វាបានផងដែរម្យ៉ាងទៀតយើងក៏អាចសេរីជាមួយនឹង period របស់ spotlight បានដូចគ្នាដែលឧទាហរណ៍យើងអាចធ្វើការឲ្យវាដំណើរការនៅតែពេលយប់និងបិទនៅពេលថ្ងៃចំពោះកន្លែង image adjustment មួយនេះវិញកន្លែង flip មួយនេះបើសិនជាកាមេរ៉ារបស់យើងបង្ហាញរូបភាពបញ្ច្រាស់យើងអាចបិទបើកទៅតាមនឹងបានចំពោះ detection box មួយនេះវិញគឺវាធ្វើការដាក់ជាប្រអប់ទៅលើ object ដែលវាចាប់បានចំពោះនៅក្នុងកន្លែង night mode វិញគឺជាមុខងារថតនៅពេលយប់មុខងារដំបូងគឺជា smart illustration គឺវានឹងថតជា color នៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាចំពោះមុខងារ white light វិញគឺវានឹងធ្វើការបាញ់ភ្លើង spotlight ពេញមួយយប់ដើម្បីថតជា color រហូតបើយើង close illustration វិញកាមេរ៉ាមិនប្រើប្រាស់មុខងារ night mode នោះទេគឺវាប្រើប្រាស់ភ្លើងមជ្ឈដ្ឋានខាងក្រៅដើម្បី record ចំពោះនៅកន្លែង recording មួយនេះវិញបើយើងប្រើប្រាស់ជាមួយនឹងមុខងារ record event កាមេរ៉ានឹងធ្វើការ record នៅពេលដែលមានសកម្មភាពឆ្លងកាត់តែប៉ុណ្ណោះបើយើងបើកមុខងារ general recording វិញគឺវានឹងធ្វើការ record ជាប់រហូតប៉ុន្តែយើងអាច set ជា schedule បានដែលយើងអាច set តាមថ្ងៃនិងម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់ឧទាហរណ៍បើសិនជាកាមេរ៉ារបស់យើងដំណើរការមិនប្រក្រតីយើងអាចចូលកន្លែងនេះមកដើម្បីធ្វើការ restart ប៉ុន្តែបើយើងចង់ធ្វើការ reset វិញយើងចុច delete មករួច tick កន្លែងប្រអប់នេះនិងចុច delete device រួចធ្វើការចុចប៊ូតុង reset ទៅលើកាមេរ៉ាយើងចុចរហូតដល់ទៅឮសំឡេងបន្ទាប់មករងចាំវាដំណើរការឡើងវិញនិងវាលោតភ្លើងពណ៌បៃតងចាំយើងធ្វើការ scan វាម្ដងទៀត